អាចហៅខ្ញុំមកបានជំរាបសួរបងអធិការជំរាបសួរបងយ៉ារិនជំរាបសួរបងឈ្មោះគេបងមិញហៅ nickname ម៉ូហ៎តែហៅខ្ញុំមកបានបងបាទខកពីខេត្តណាឬក៏ទីក្រុងភ្នំពេញហ្មងក្នុងពេញបងក្នុងពេញបាទហើយថ្ងៃនេះមាននឹងអីចង់ចែកម្លែកដែរបងស្រីសាច់គ្រឿងខ្ញុំអាចនិយាយបានថាវាជាងកំសត់ឲ្យរន្ធត់តិចតិចព្រោះដោយសារតែខ្ញុំព្យាយាមខច្រើនបងហើយតាំងពីការពិតមានខ្មោចបងតែរបៀបចេះតែវាមានឧបសគ្គរហូតស្មីតាមុនហ្នឹងក៏ខ្ញុំខលពីដំបូងដែរដល់ពេលហើយវាទៅជាអត់លឺអញ្ចឹងណាអត់សូវមាននិស័យតែឥឡូវអត់អីបានមាននិស័យហើយការព្យាយាមបានសម្រាប់ហើយអូខេតោះបងអញ្ជើញទៅបានតោះអញ្ចឹងខ្ញុំសូមនិយាយតាក់ទងជាមួយនឹងបណ្ណាដើមតងសូមកាត់ហ្មងណាបងតែដំបូងឡើយគឺរបៀបថាថ្ងៃហ្នឹងខ្ញុំចេញទៅសភាការងារនៅកន្លែងក្រុមហ៊ុនមួយតែជាក់ស្ដែងអីពេលដែលខ្ញុំទៅសភាហ្នឹងបានធ្វើឲ្យបាត់សាកលបងឲ្យរឿងហ្នឹងវាតំតាកើតឡើងនៅក្នុងចុងឆ្នាំ2025នេះទេបងអូខេថ្មីនេះដែរចាបងតែបន្ទាប់មកទៀតខ្ញុំបានទៅសភាហើយប្រាប់ប្រទេសមកផ្ទះវិញក៏អត់ចាប់អារម្មណ៍ថាយើងបាត់សាកលឬក៏អីដែរហើយសាកលហ្នឹងខ្ញុំអត់ដែរពាក្យអីតែថ្ងៃហ្នឹងអត់ដឹងឃើញមិនក៏របៀបថាពាក្យឲ្យអាពេលចុងឆ្នាំហ្នឹងមានរៀងឡើងខ្លះដែរបងអូខេចាដល់ពេលក៏បាត់សាកលដល់ពេលគ្រាន់តែដឹងថាបាត់សាកលយើងដើរអីក៏អត់ឃើញអត់អីអញ្ចឹងមានអារម្មណ៍ថាប្រហែលជាជ្រុះបាត់ទៅតាមផ្លូវហើយស្រាប់ដល់ពេលផ្សេងថ្ងៃហ្នឹងគឺខ្ញុំតែមែនតែនៅបងឲ្យរបៀបវា stress វាមានបញ្ហាច្រើនជាងហ្នឹងទៀតព្រោះដោយសារក្នុងកំឡុងពេលដែលចុងឆ្នាំហ្នឹងគឺខ្ញុំរកការងារធ្វើអត់បានហើយវាមានសម្ពាធច្រើនត្រូវមានបន្ទុកគ្រួសារផងរឿងស្នេហាផងអីអញ្ចឹងបងនិយាយទៅលុបឡំគ្នាច្រើនមែនតើធ្វើឲ្យខ្ញុំមានអារម្មណ៍ថាវាដូចមិនមែនជាខ្លួនឯងបងក្នុងកំឡុងពេលរៀនហ្នឹងណាគឺខ្ញុំចាប់ផ្ដើមឆ្លុះគ្នាមួយអ្នកផ្ទះសំបីតែគ្រូរបស់ខ្ញុំក៏ខ្ញុំអត់ត្រូវគ្នាដែរលក្ខណៈថាមិនបាច់ថាថលលេងនិយាយគ្រាន់តែថាឃើញតែលេខគាត់ទេមកក៏មានអារម្មណ៍ក្តៅចេញពីក្នុងខ្លួននិយាយគ្នាអត់កើតហ្មងយ៉ាងតែខ្ញុំអត់ដែរចាចឹងតែពួកខ្ញុំអត់ដែរមានទំនាស់អីណាចាប់ដល់ពេលថ្ងៃដែលខ្ញុំបាត់សាច់កហ្នឹងគឺខ្ញុំបានទៅកន្លែងគ្នាខ្ញុំដែលគាត់អត់សោតអីអញ្ចឹងណាបងនៅចិត្តផ្ទះដែរក៏ស្រាប់តែខ្ញុំស៊ីចូលទៅដល់តូបគាត់ហើយគាត់ឃើញខ្ញុំគាត់ថាមុខអូនឯងហ្នឹងខ្មៅម៉ែដូចមានអារម្មណ៍ថា stress អីច្រើនអីអញ្ចឹងខ្ញុំថាបងខ្ញុំបានបាត់សាច់កអីចេះខ្ញុំប្រាប់ដំណើរតាមតដល់ពេលគាត់ថាចេះអូនឯងអត់ស្រួលអញ្ចឹងបងឃើញអូនឯងរបៀប set មួយរយៈហ្នឹងដូចមានរឿងអីមិនមែនអីអញ្ចឹងណាខ្ញុំថាដូចអត់មានរឿងអីទេប៉ុន្តែគ្រាន់ខ្ញុំមានបញ្ហាឆ្លោះគ្នាមួយអ្នកផ្ទះដូចម៉ាក់ខ្ញុំអញ្ចឹងខ្ញុំអត់ដែរសំដីតូចសំដីធំមួយគាត់ណាតែដល់ពេលមួយរយៈហ្នឹងគឺខ្ញុំគ្រាន់តែម៉ាក់ខ្ញុំគ្រាន់តែគាត់សួរថាអត់ញ៉ាំបាយផងខ្ញុំចាប់ដើមខឹងភ្លាមហ្មងរបៀបចឹងណាបងហើយអត់ចង់នៅផ្ទះទេចង់តែចេញក្រៅផ្ទះចឹងណាក្នុងកំឡុងនេះខ្ញុំអត់មានការងារធ្វើប៉ុន្តែខ្ញុំអត់ដែរនៅផ្ទះគឺខ្ញុំជិះទៅកន្លែងអូមិត្តភ័ក្តិឬក៏ហាងកាហ្វេខ្ញុំអត់ចូលផ្ទះហ្មងតោះតែយប់ម៉ោងដែលខ្ញុំគេងមិនខ្ញុំចូលផ្ទះចឹងណាបងចាដល់ពេលហើយមិត្តភ័ក្តិខ្ញុំក៏គាត់ណែនាំថាចាសាក់ទៅស្រូតទឹកនៅវត្តនៅអីមើលមិនដែរចឹងណាឃើញលោវិស័យយើងធ្លាក់ក្នុងឆ្នាំហ្នឹងដោយសារយើងឆុងយើងអីចឹងណាដល់ពេលខ្ញុំក៏ខ្ញុំថាអូខេចង់មកជួបខ្ញុំទៅហើយពេលហ្នឹងទៅពេលល្ងាចទេប៉ុន្តែមិនមែនស្រូតទឹកនៅវត្តអីណាបងគាត់ថាគាត់ស្គាល់គ្រូមួយដែរនៅម្ដុំចិត្តពេញនឹងដែររបៀបជ័យក្រុងណាលឺឯបងលឺបងជក់បងចាដល់ពេលបន្ទាប់មកហើយខ្ញុំក៏ទៅជាមួយនឹងគាត់ក៏គាត់ណាខ្ញុំចូលដល់ផ្ទះគ្រូនឹងភ្លាមគ្រូនឹងគាត់ចាប់ផ្ដើមនិយាយថាហើយមានគេតាមហើយទាំងដែលគាត់កំពុងតែមើលអត់អ្នកផ្សេងហើយខ្ញុំគ្រាន់តែដើរចូលណាគាត់មើលខ្ញុំអញ្ចឹងណាបងគាត់ថាហើយមានគេតាមហើយខ្ញុំអត់មកទេខ្ញុំចាប់ដើមយកអារម្មណ៍ក្នុងខ្លួនខ្ញុំបុកមិនធូរដិបហ្មងហើយក្នុងមួយរយៈហ្នឹងដែរគឺខ្ញុំមានអារម្មណ៍ថាខ្ញុំញាក់ភ្នែកឆ្វេងរហូតញាក់ឡើងដូចជា2-3ខែជាប់គ្នាហើយខ្ញុំអត់ដឹងថាមានបញ្ហាអីដែរពេលហ្នឹងក៏បានទៅពេទ្យដែរពេទ្យថាអត់អីដោយសារតែពេលខ្លះអាចនឹងសរសៃយើងយកឲ្យបានហាត់ប្រាណអីចឹងណាបាទចាដល់ពេលបន្ទាប់មកហើយក៏ខ្ញុំដើរចូលទៅគ្រូនឹងថាហាញមានគេតាមដល់ពេលគាត់អត់មកទាំងអស់គាត់មើលឲ្យគេហើយបានគាត់មើលឲ្យខ្ញុំបន្ទាប់មកគាត់សួរខ្ញុំ
មានបញ្ហាអីអញ្ចឹងណាថាកាត់អីគាត់សួរហេតុផលយើងសិនថាបើមកគាត់នៅពេលប្រាប់ថាខ្ញុំបាត់សាច់កហើយខ្ញុំមានអារម្មណ៍ថានៅផ្ទះអត់បានចេះតែក្តៅចេះអីអញ្ចឹងណាគាត់ថាគាត់ចង់និយាយថាមានគេតាមខ្ញុំម្នាក់ហ្នឹងកញ្ចក់ដៃវែងសក់កំពង់ធំគឺនៅតាមខ្ញុំប៉ុន្តែពេលដែលចូលមកដល់កន្លែងផ្ទះគាត់ហ្នឹងវាអត់ហ៊ានចូលគឺវានៅខាងក្រៅផ្ទះរបៀបចឹងបងហើយខ្ញុំមនុស្សខ្ញុំអត់ទៅជឿលើរឿងអស់ហ្នឹងទេព្រោះដោយសារតែខ្ញុំគិតថាវាអាចនឹងគិតថាមានណាបាទព្រោះយើងអត់បានទៅប៉ះពាល់អ្នកណាបន្ទាប់មកហើយខ្ញុំក៏អត់គិតច្រើនទេខ្ញុំថាអញ្ចឹងអ្នកគ្រូអាចជួយស្រូបទឹកខ្ញុំបានអីអត់គាត់ថាអញ្ចឹងគាត់ស្រូបទឹកឲ្យបដោះគ្រូថាអីបន្ទាប់មកពេលដែលខ្ញុំស្រូបទឹកហើយគាត់ឲ្យខ្ញុំជិះមកផ្ទះវិញគាត់ក៏ចងខ្សែសីមាអីអញ្ចឹងណាគាត់ឲ្យខ្ញុំជិះមកផ្ទះវិញពេលដែលកំឡុងដែលខ្ញុំជិះផ្ទះហ្នឹងណាអារម្មណ៍ខ្ញុំគឺអត់នៅក្នុងខ្លួនហ្មងដូចមនុស្សម្នាក់ផ្សេងទៀតទាំងដែរមិត្តភក្តិខ្ញុំហ្នឹងដូចខ្ញុំទៅហ្នឹងណាវាសួរខ្ញុំវិញនិយាយខ្ញុំថាអញ្ចឹងគឺខ្ញុំស្ដាប់បាត់ចូលកជាហ្មងបន្ទាប់មកខ្ញុំអត់បានចូលទេហ่าបងខ្ញុំទៅកន្លែងអ៊ុតសក់ហ្នឹងក៏ដែរកន្លែងគ្នាខ្ញុំណាហើយគេគ្រាន់តែខ្ញុំមកទៅគេថាអូមុខឯងមានអារម្មណ៍ថាខ្មៅទៅដូចមិនទេដូចមិនមែនជាមនុស្សបងហើយគេសួរគេមាត់គេអីក៏អត់និយាយអីទាំងអស់ស្រាប់ដល់ពេលបងម្នាក់ហ្នឹងគាត់កំពុងតែអ៊ុតសក់ហ្នឹងគាត់ថាអូនណែបងមានអារម្មណ៍ថាអត់ស្រួលហើយអានេះបងគេថាណែជឿបងឬក៏មិនជឿណាឥឡូវបងណែនាំម្នាក់មួយទៅគ្រូហើយណែប្រហែលជាស្គាល់ដែរគាត់នៅប្រចាំភូមិហ្នឹងរបៀបចឹងណាបងដល់ពេលឲ្យខ្ញុំក៏នឹកឃើញតែទៅមួយទៀតមើលគេឡចង់ដឹងថាគេនិយាយដូចគ្នាអត់ព្រោះយើងវាអត់ទៅជឿបន្ទាប់មកហើយខ្ញុំក៏ទៅតាមគេទៀតក្នុងកំឡុងពេលល្ងាចហ្នឹងគ្រាន់តែដល់របៀបគាត់ជាថាអ្នកគ្រូសន្ធិដ្ឋរូបចឹងណាគាត់ខ្ញុំទៅដល់ចាខ្ញុំក៏ទិញអីវ៉ាន់នេះគិតឲ្យជាធូបពីអីចឹងខ្ញុំក៏ទិញអីវ៉ាន់តាមគាត់ទៅខ្ញុំអត់ទាន់បានសួរអីគាត់ទាំងអស់គាត់ឲ្យខ្ញុំអត់ជួយហើយគាត់សន្ធិដ្ឋចូលក្នុងខ្លួនអញ្ចឹងណាគាត់ក៏និយាយថាស្អីគេមកតាមស្អីគេធ្វើអីអ្នកឯងរបៀបចឹងគាត់និយាយឲ្យខ្ញុំឆ្ងល់របៀបនេះថាគាត់និយាយជាមួយខ្ញុំមែនគាត់និយាយមួយណាគេហើយដល់ពេលគ្នាខ្ញុំដែលជូនទៅហ្នឹងអត់មានណាគេមាត់ទាំងអស់បន្ទាប់មកហើយខ្ញុំក៏របៀបថាលោកយាយខ្ញុំនេះអីអញ្ចឹងណាខ្ញុំខុសអីខ្ញុំធ្វើអីព្រោះខ្ញុំអត់ដឹងខ្លួនខ្ញុំបាត់សកលចេញទៅថ្ងៃមិញព្រោះខ្ញុំមានអារម្មណ៍ថាសុខចិត្តឲ្យនៅតែអត់សំណុកមករយៈក្រោយនេះតាំងពីខ្ញុំហើយខ្ញុំនិយាយអញ្ចឹងណាគាត់ក៏ថាគាត់ហត់មលូខ្ញុំថាទីមលូមួយម៉ាត់ទៅគាត់និយាយចឹងហើយគាត់ឲ្យខ្ញុំកាន់ធូបហើយតែខ្ញុំកាន់ធូបភ្លាមបងរបៀបថាដូចមិនមែនជាខ្ញុំណាដូចមិនមែនជាខ្ញុំហ្មងដូចមានស្អីដែរនៅក្នុងខ្លួនខ្ញុំមកនិយាយចរចាជាមួយនឹងជ័យមកភ្លាមមកហើយដល់ពេលដែលរូបភាពដែលចូលមកគឺគ្នាខ្ញុំបានថតវីដេអូទុកទៀតខ្ញុំសឹងថាអត់ធានមើលដល់ថ្ងៃហ្នឹងហើយបន្ទាប់មកដល់ចូលខ្ញុំហ្នឹងគឺខ្ញុំបាត់បង់ស្មារតីខ្ញុំឡើងដឹងអីគឺខ្ញុំដឹងរឿងពីគ្នាខ្ញុំប្រាប់ឲ្យនឹងមើលវីដេអូខ្លួនឯងណាចាដល់ពេលថាចូលមកហ្នឹងនិយាយមកថាចង់ធ្វើខ្ញុំហ្នឹងឲ្យងាប់វាអញ្ចឹងណាថាចង់ធ្វើខ្ញុំឲ្យងាប់ព្រោះដោយសារតែស្អប់ខ្ញុំណាអត់ចង់ឲ្យខ្ញុំមករស់នៅទេគាត់ថាខ្ញុំណាថាមួយហ្នឹងខ្ញុំនិយាយពីអគ្រូទៅចោះមួយហ្នឹងណាវាសំណាងណាវាស្អីវាខ្ពស់អញត្រូវធ្វើវាឲ្យបានអញទាញវាចូលឡានប្រហែលដងតែរបៀបនិយាយចឹងបងហើយនៅក្នុងវីដេអូហ្នឹងរបៀបនិយាយស្វាស់ពេកចឹងណាបងហើយចូលមកបាញ់របៀបថាចែកគ្នា5 6នាក់ចាប់ខ្ញុំម្នាក់ឯងចាប់អត់ជាប់ឯងហើយខ្ញុំមិនមែនកម្លាំងអីណាស់ណាទេតែចាប់ខ្ញុំអត់ជាប់ហ្មងមានប្រុសមានស្រីចាប់ខ្ញុំមករបៀបថាខ្ញុំនៅក្នុងនោះអត់បានរបៀបគេដែលចូលមកគេនៅក្នុងនោះអត់បានណាចាប់ខ្ញុំចេញក៏អត់បានដល់ពេលហើយបងស្រីដែលគាត់នៅហ្នឹងគាត់ក៏ឃើញអញ្ចឹងគាត់ក៏នៅខាងចែកតាមខាត់មានបញ្ហាអីគាត់ក៏ហាងម៉ាក់ខ្ញុំព្រោះផ្ទះសិតគ្នាដែរអញ្ចឹងណាគាត់ក៏ជិះទៅដឹកម៉ាក់ខ្ញុំតែដល់ពេលជិះទៅដឹកម៉ាក់ខ្ញុំគ្រាន់តែឃើញខ្ញុំភ្លាមមកបងមិត្តភក្តិខ្ញុំនិយាយថាម៉ាក់ខ្ញុំឡើងមាត់ឡើងនិយាយឡើងអីមកគាត់គាត់ទៅភ្នែកទុនជង្គង់នៅនឹងមុខគេមកព្រោះម៉ាក់ខ្ញុំគាត់នឹកស្មានថាខ្ញុំដល់ថ្នាក់ហ្នឹងហើយស្មានតោគាត់គិតថាខ្ញុំហ្នឹងលេងខេលេងអីអញ្ចឹងណាតែខ្ញុំអត់ទេមករបៀបទៀតក៏គាត់ធ្វើវិធីគាត់សួរអញ្ចឹងណាថាអ្នកណាប្រើមកប្រើអីដល់ពេលហើយគាត់
ម្នាក់ដែលរូបដែលចូលខ្ញុំមកគាត់និយាយថាមានអាណាធ្វើក្រៅពីខាងអីគេខាងនេះខ្ញុំមកខាងដៃគូរបស់ខ្ញុំណាចាពួកអីចាម៉ាក់គេគាត់អត់ពេញចិត្តខ្ញុំហើយគាត់បានបច្ចៈដែរក្នុងនឹងនេះដែលចូលខ្ញុំព្រីដែលចូលខ្ញុំហ្នឹងគាត់បាននិយាយដែរថាគេអត់ពេញចិត្តគេឲ្យអញមកធ្វើឲ្យវាងាប់តែវាអត់ព្រមងាប់អញទាញវាចូលឡានប្រហែលដងតែអញធ្វើឲ្យវានៅទីហត់បានវាចឹងណាបងខ្ញុំចាំឲ្យព្រោះអីមុនហ្នឹងបងប្រាប់ថាបងឯងរហូតដល់អត់មានអារម្មណ៍និយាយជាមួយនឹងដៃគូបងឯងអូខេចាហើយថាផលមកអញ្ចឹងហើយប្រាប់ទាំងឈ្មោះគ្រូហ្នឹងប្រាប់ទាំងទីកន្លែងហើយខ្ញុំសូមនិយាយកាត់តិចពួកវិញនិយាយថាគ្រូហ្នឹងនៅស្ទឹងត្រង់ហើយខ្ញុំបត់បងខ្ញុំអត់ដែរស្គាល់អ្នកនៅហ្នឹងឯងអ្នកផ្ទះខ្ញុំក៏អត់ស្គាល់អ្នកនៅដែរហើយប្រាប់ទាំងឈ្មោះអ្នកដែលឲ្យទៅរនឹងទៀតរបៀបចឹងហ៎បងហើយជាក់ស្ដែងអីគឺខ្ញុំអត់ដឹងរឿងទេហើយរបៀបថាពួកខ្ញុំតាក់ទងគ្នាយូរឆ្នាំហើយគ្រាន់តែថាមួយរយៈក្រោយហ្នឹងគឺវាថាយើងចង់បានផ្លែផ្កាដូចចង់ឲ្យគាត់ចង់មានអនាគតចង់ទៅគូចាចង់ឲ្យមានអនាគតគ្នាចឹងណាតែជាក់ស្ដែងអីគាត់ខំរប៉ុន្តែម៉ាក់គាត់អត់ពេញចិត្តខ្ញុំក៏អត់ដឹងជាមិនដែរប៉ុន្តែខ្ញុំនៅព្យាយាមតាក់ទងធ្វើឲ្យល្អឲ្យគាត់ពេញចិត្តប៉ុន្តែគាត់របៀបថាពេញចិត្តអត់ពេញចិត្តយើងក៏អត់ព្រមប្រាប់ថាមិនគេគូក៏អត់និយាយរបៀបថាគាត់នៅតែនិយាយជាមួយយើងឲ្យយើងធម្មតាតែចាក់ស្ដែងក្រោយខ្នងគាត់គឺគាត់ធ្វើអញ្ចឹងបងយល់ហើយតែអ្នកគ្រូនឹងអត់ស្គាល់ពីប្រវត្តិខ្ញុំឬក៏អត់ស្គាល់ពីប្រវត្តិគ្រួសារខ្ញុំឬក៏ដៃគូខ្ញុំទាំងអស់របៀបចឹងណាបងកន្លែងហ្នឹងខ្ញុំវារៀងជឿកន្លែងហ្នឹងបន្តិចដែរតែដល់ពេលថ្ងៃទី1គាត់ធ្វើវិធីគាត់ប្រាប់ថាចងសិនគាត់ថ្ងៃស្អែកគាត់ឲ្យទិញក្អមទិញខ្សែឈើទិញកណាត់ទិញអីយកមកគាត់ឲ្យធ្វើពិធីបន្ទាប់មកហើយនៅយប់ថ្ងៃហ្នឹងដែលខ្ញុំមកដល់ផ្ទះគាត់ប្រាប់ថាឲ្យម៉ាក់ខ្ញុំហ្នឹងស្រូចទឹកឲ្យមេដាស្រូចទឹកឲ្យយើងដល់ពេលខ្ញុំចេញពីកន្លែងគ្រូហ្នឹងមកគាត់ចងតែរបស់ហើយល្ងាចឡើងហ្នឹងគឺខ្ញុំឲ្យម៉ាក់ខ្ញុំស្រូចទឹកឲ្យខ្ញុំគេងធម្មតាតែយប់ដែលខ្ញុំគេងហ្នឹងណាយប់ដែលចេញមកពីផ្ទះគ្រូព្រាមខ្ញុំគេងនៅផ្ទះខ្ញុំណាហើយខ្ញុំអត់ហ៊ានគេងនៅក្នុងបន្ទប់ខ្លួនឯងខ្ញុំគេងនៅបន្ទប់ប៉ាព្រោះបន្ទប់ប៉ាខ្ញុំគាត់មានអាសនៈអីចឹងណាបងព្រោះយើងគិតថាហើយលោកអាចជួយយើងជួយអីប៉ុន្តែខ្ញុំគេងនៅម្នាក់ឯងតែបងដឹងមកទេពេលដែលខ្ញុំគេងយប់ហ្នឹងណាគឺដូចជាមានអ្វីមួយដែលនៅពីលើខ្ញុំមានអារម្មណ៍ថាខ្ញុំអស់ស្អាតខ្ញុំធុញទ្រាំហើយដូចជាលឺសលេងនិយាយថាចេញណាវាអញ្ចឹងណាឲ្យយើងហ្នឹងចេញពីហ្នឹងអញ្ចឹងណាបងតែនៅក្នុងខ្លួនខ្ញុំអារម្មណ៍ខ្ញុំគិតថាចេញហើយខ្ញុំបើកទ្វារបន្ទប់2-3 ដងបើកចេញបើកចូលរហូតដល់បងស្រីខ្ញុំគាត់ឆ្ងល់គាត់ថាអត់ដេកទេហើយចេញទៅណាគាត់ខ្លាចខ្ញុំចេញទៅណាគាត់ក៏ចុះពីលើផ្ទះយកតោម៉ូតូយកអីទុកទាំងអស់ព្រោះខ្លាចខ្ញុំចេញទៅណាតែក្នុងមួយយប់ហ្នឹងខ្ញុំអត់បានគេសោះខ្ញុំព្យាយាមប្រឡប់ខ្លួនឯងកុំដេករបៀបអញ្ចឹងណាបងព្រោះពេលដែលខ្ញុំបិទភ្នែកទៅដូចជាឃើញគេមកជន់គេអីអញ្ចឹងណាបន្ទាប់ដល់ស្អែកឡើងខ្ញុំកាប់បន្តិចស្អែកឡើងពេលល្ងាចទៅរកគ្រូនឹងវិញពេលដែលទៅរកគ្រូនឹងវិញបងដឹងមានរឿងអីកើតឡើងហ៎គាត់ឲ្យខ្ញុំហ្នឹងញ៉ាំម្លូដូចម្សៅមិញគាត់ឲ្យខ្ញុំញ៉ាំភ្លាមគឺខ្ញុំបាត់បង់ខ្លួនឯងមកគេមកទៀតណាព្រោះគេអត់ប៉ុណ្ណាទេតែមកលើកនេះចម្លែកតិចប្រែកយំរនាលហ្មងហើយលោកគ្រូនោះជាគាត់មានពត់មួយទូទេគាត់អត់មានបានវាយខ្ញុំអីទេមើលក្នុងវីដេអូហ្នឹងគាត់គ្រាន់តែប៉ះយើងទេតែយើងដូចមានអារម្មណ៍ដៅអនុអានីពេញបង់ស្រែកមនុស្សចាប់3 4 5នាក់ចាប់អត់ជាប់ពេលដែលគ្រូនឹងគាត់និយាយថាឥឡូវគឺមួយម៉ាត់ចុងក្រោយចេញឬក៏មិនចេញបើសិនជាមិនចេញទេគ្រូកំចាយចោលណាបន្ទាប់មកហើយវាអត់ព្រមចេញបងវិញនៅតែថាអញយកវាងាប់អញធ្វើវាងាប់ដល់ថ្នាក់មនុស្ស5នាក់ចាប់ខ្ញុំហើយខ្ញុំក៏វាសគេឡងប៉ោងណាខ្ញុំរត់ទៅក្រៅទៅទឹកខ្នល់របៀបណាទៅបើខ្ញុំគិតថារត់ឲ្យឡានបុកឡានអីខ្ញុំគេចាប់ចងខ្ញុំឡើង5-6នាក់ចាប់ឡើងជាប់ហើយតែថាព្រាយនឹងស្រែកកូនព្រាយនឹងមានកូនទៀតបងដល់ពេល
យាយគាត់ថាចាបើសិនជាអត់កញ្ចប់កូនហ្នឹងទេកូនហ្នឹងវាខ្លាំងជាងមីម៉ែរបៀបចឹងណាបងដល់ពេលគេកំចាប់កូនហ្នឹងហើយក្នុងរូបភាពដែរវីដេអូហ្នឹងគឺខ្ញុំឲ្យដៃខ្ទប់ពោះហ្នឹងបងហើយខ្ញុំមនុស្សខ្ញុំមិនថាទៅទេឲ្យដៃខ្ទប់ពោះថាកូនកុំធ្វើបាបកូនអាំងកុំធ្វើបាបកូនអាំងរបៀបអញ្ចឹងណាដល់ពេលគាត់ក៏កំចាយកូនហ្នឹងគាត់ទៅនៅមីម៉ែយាយក៏គាត់ថាគេប្រើវាមកទេបើអញឲ្យវាទៅវិញក៏គេធ្វើបាបវាដែរអញ្ចឹងគាត់ថាគាត់សុំបិណ្ឌបាតមីម៉ែហ្នឹងដើម្បីឲ្យវារបៀបថាកាន់សិលកាន់អីអញ្ចឹងណាបងចាដល់ពេលឲ្យគាត់ក៏យើងចរចាគ្នាត្រូវថាឈប់ធ្វើបាបគេឈប់តាំងបាបតាំងអីយាយក៏សុំបិណ្ឌបាតព្រាយហ្នឹងដើម្បីគាត់ធ្វើពិធីចងវាឲ្យគាត់ឲ្យវាហ្នឹងនៅជាមួយគាត់អីមិនទេខ្ញុំអត់ច្បាស់ដែរប៉ុន្តែយាយហ្នឹងដែលថាគាត់ស្នងហ្នឹងគាត់និយាយថាកុំឲ្យខ្ញុំទៅមានគំនិតទៅបកទៅគេវិញព្រោះថាកម្មអ្នកណាដែលធ្វើអ្នកនោះមិនទទួលខ្លួនឯងបានភ្លាមហើយរបៀបចឹងណាបងចាបន្ទាប់មកហើយគាត់ក៏ធ្វើវិធីបោកអីខ្ញុំស្បគ្រប់បែបយ៉ាងប៉ុន្តែក្នុងដែលម៉ោងដែលខ្ញុំធ្វើហ្នឹងគឺចប់ម៉ោង7បងដឹងមកទេក្នុងម៉ោង8ខ្ញុំទទួលទូរស័ព្ទពីខាងដៃគូខ្ញុំមកគាត់បាននិយាយថាយាយរបស់គាត់បញ្ជូនមកពេទ្យនៅពេញហ្នឹងរបៀបចឹងណាហើយតាមខ្ញុំដឹងយាយគាត់អត់មានឈឺអត់មានអីទាំងអស់បងអត់មានឈឺទាំងអស់គាត់សុខភាពល្អខ្ញុំធ្លាប់ទៅលេងគាត់បានពីរដងបន្ទាប់មកខ្ញុំមកដល់ផ្ទះវិញគាត់ក៏ខំមកថាអូនយាយបងខូចឥឡូវគាត់ម៉ាក់តាគាត់ទៅគ្រោះគ្នាបញ្ជូនយាយទៅស្រុកវិញបងយល់អញ្ចឹងអត់យល់បងយល់គាត់តែខ្ញុំដឹងដំណឹងភ្លាមខ្ញុំទុនដៃទុនជើងហ្មងខ្ញុំអត់ចាំយូរខ្ញុំអត់ធូបពីចងាយខ្ញុំក៏និយាយក្នុងពាក្យក្នុងចិត្តថាខ្ញុំអត់បានតបស្នងឲ្យអ្នកណាមកធ្វើទៅវិញទេអ្វីដែលតាមអ្នកណាអ្នកនឹងទទួលអញ្ចឹងណាខ្ញុំក៏អត់មានបំណងធ្វើឲ្យអ្នកណាអីដែរតែជាក់ស្ដែងគ្រូនឹងក៏បានបញ្ជាក់គាត់ថាគាត់អត់ធ្វើតបស្នងទៅវិញទេប៉ុន្តែគាត់ក៏និយាយថាអ្នកណាធ្វើអ្នកនឹងទទួលចារបៀបវាច្បាស់មែនតើបងព្រោះដោយសារតែហេតុយើងធ្វើពិធីចប់ម៉ោង6ម៉ោង7ម៉ោង8ទេមកថាបញ្ជូនមកពេទ្យចាដល់ពេលម៉ោង9ខ្ញុំមកដល់ផ្ទះហ្នឹងម៉ោង9ជាងអីហ្នឹងគាត់ប្រាប់ថាយាយផុតទៅត្រូវបញ្ជូនទៅស្រុកទាំងដែលយាយអត់ដែរឈឺអីគាត់សុខភាពល្អទាំងអស់ដល់ពេលហើយខ្ញុំរៀងស្លុតចិត្តដែរក្នុងកំឡុងពេលដែលខ្ញុំទទួលទូរស័ព្ទហ្នឹងខ្ញុំរត់ទៅដែរប៉ុន្តែម៉ាក់របស់ខ្ញុំប្រាប់ថាកុំទៅព្រោះដោយសារតែគេអត់ឲ្យខ្ញុំដើរផ្លូវឆ្ងាយរយៈពេល2ខែដល់ខែ2ហ្នឹងបើខ្ញុំចេញដំណើរទៅផ្លូវឆ្ងាយបានបងហើយក្នុងរឿងនេះដែរពេលដែលម៉ាក់គាត់បានទទួលដំណឹងហ្នឹងអញ្ចឹងណាបងព្រោះអីពេលដែលខ្ញុំទៅអត់ទៅប៉ុនហ្នឹងក៏ខ្ញុំបានបដិសេធដែរព្រោះម៉ាក់គាត់សួរខ្ញុំអញ្ចឹងណាខ្ញុំប្រាប់ថាខ្ញុំឈឺមួយរយៈហ្នឹងខ្ញុំអត់ស្រួលខ្លួនមានបញ្ហាឈឺរហូតចឹងគាត់ក៏យល់ដែរប៉ុន្តែពេលដែលខ្ញុំត្រឡប់ទៅឡើងគ្រូវិញព្រោះដោយសារថ្ងៃក្រោយខ្ញុំចង់ទិញសាច់ជ្រូកទៅដាក់ថ្វាយលោកយាយចឹងណាបងគាត់ក៏បាននិយាយថាចែកដឹងអត់គេដឹងខ្លួនតែគាត់និយាយចឹងថាគេដឹងខ្លួនថាហើយពេលដែលគេធ្វើចៃឯងណាមិនមែនធ្វើរឿងអីធំដុំគេធ្វើតាមរូបថតទៀតគាត់និយាយចឹងហើយខំខ្ញុំលឺខ្ញុំទុនដៃទុនជើងហ្មងហើយគាត់និយាយឲ្យខ្ញុំថាចាឯងរើសផ្លូវខ្លួនឯងដែរបើចាឯងគិតថាផ្លូវនឹងល្អតែឲ្យបន្តទៅមុខប៉ុន្តែចាឯងដឹងថាគូដែលចាឯងនៅជាមួយរងថ្ងៃហ្នឹងណាគឺជាគូគាត់ហើយក៏ជាគូកាន់ដែរយល់បងយល់តែទោះថាត្រឡប់មកវិញខ្ញុំចង់បញ្ចប់អត់បើខ្ញុំគិតថាខ្ញុំអត់ព្រោះដោយសារតែនេះជារឿងកម្មរបស់ខ្ញុំបងគិតថាអញ្ចឹងអត់ព្រោះខ្ញុំគឺឆ្ងល់កន្លែងហ្នឹងដែរតែទាំងដែលម្នាក់ដៃគូរបស់ខ្ញុំក៏អាចធ្វើអក្រក់ជាមួយខ្ញុំសំបីតែម្ដងតែលើបងនៅតាក់តងគ្នាអត់នៅតាក់ទងគ្នាដល់khoảngថ្ងៃតែគាត់ថាដូចជាឥឡូវខ្ញុំនិយាយទៅអត់ដែរទៅជួបម៉ាក់គាត់អីគាត់ទេរបៀបចឹងបងសំបីតែកម្មវិធីនៅស្រុកគាត់អីហ្នឹងក៏ខ្ញុំអត់បានទៅហើយចូលឆ្នាំក៏ខ្ញុំបានទៅដែររបៀបចឹងបងបាទចូលបងប្រាប់តែបងប៉ុន្តែ
គាត់ក៏បាននិយាយមួយម៉ាត់តែខ្លីហ្មងគាត់ថាគាត់សុំទោសគាត់យល់ដែរគាត់ថាគាត់សុំទោសគាត់យល់ដែរគាត់យល់ដែរហើយគាត់ឃើញជាក់ស្ដែងហើយគាត់ក៏ឆ្ងល់ដែរគាត់ថាទោះបីតាថ្ងៃខ្ញុំមកថ្លៃផ្លែឈើហ្នឹងក៏គាត់មកជាមួយដែរគាត់តែនិយាយថាចេះគាត់ថាគាត់អត់ដឹងទេពីបញ្ហាខ្ញុំផងថ្ងៃហ្នឹងគាត់ខំប្រឹងតរកលុយសម្រាប់តែអនាគតយើងគាត់និយាយមកចឹងហើយគាត់ក៏ឆ្ងល់ថាមួយរយៈហ្នឹងហេតុអីបានខ្ញុំខ្លាចណាស់ព្រោះអីតាក់ទងគ្នា3-4ឆ្នាំហើយអត់បានមានបញ្ហាឆ្លុះទាស់តែងគ្នាសូម្បីតែម្ដងបងតែដល់ពេលមួយរយៈដែលក្រោយហ្នឹងគឺខ្លាំងហ្មងសូម្បីតែលេខទូរស័ព្ទគាត់អត់លេខទូរស័ព្ទគាត់ឆាតមកក៏ខ្ញុំខឹងដែរក៏ខ្ញុំមានអារម្មណ៍ឆេះហ្មងមិនទាន់បាននិយាយអីហ្នឹងខ្ញុំថាបានណាចង់និយាយមួយហើយសុំតែបែករហូតថាចេញឲ្យឆ្ងាយហើយប្រើពាក្យសម្ដីអាក្រក់ៗតែខ្ញុំទៅសារគាត់កន្លែងនោះមួយគឺគាត់អត់បានដេញដោលខ្ញុំមកបានអីគាត់នៅតែលួមលោមខ្ញុំនិយាយរួមទៅគាត់នៅតែកណ្ដាលហ្មងចាហើយដល់ពេលគាត់បានដឹករឿងហ្នឹងទៅគាត់និយាយថាគាត់សុំទោសគាត់អត់នឹងគាត់គិតថាខ្ញុំពិបាកគាត់ដឹងថាខ្ញុំមានរឿងហ្នឹងកើតឡើងលើខ្ញុំគាត់ថាបើខ្ញុំជាអាចគាត់ទុកចិត្តតាប្រងម្នាក់ឯងទាំងអស់ដល់ពេលមកនិយាយទៅខ្ញុំមិនខាងប្រុសវិញហ្នឹងហើយពួកអីដៃក៏សាច់ក្នុងដៃក៏សាច់ព្រោះដោយសារតារបៀបថាគ្រួសាររបស់គាត់ហ្នឹងវាមានច្បាប់ទម្លាប់មួយបងចេញចូលត្រូវមានវិន័យក្រឹតក្រមគឺគ្រប់យ៉ាងគឺម៉ាក់តាទាំងអស់បងតែគាត់សុំតែរឿងមួយយ៉ាងគឺគូសកលគាត់អត់ឲ្យរបៀបថាម៉ាក់តាហឺហេគាត់ទៅចិត្តធ្វើខ្លួនឯងចឹងណាបងហើយក្នុងក្នុងពេលដែលពួកខ្ញុំចាក់ផងខ្លួននេះគឺខ្ញុំតស៊ូមែនតើទាំងការរស់ស៊ីផងធ្វើការផងចង់បានអីមួយរបៀបថាបងមលួជួយគ្រួសារគាត់ซึ่งថាគ្រួសារខ្ញុំអត់ទៅបានជួយវាមកទៅខ្ញុំកាត់ទញ្ញូហ្មងគាត់ជួយគ្រួសារគេបងខ្ញុំនិយាយមែនគាត់ជួយគ្រួសារគេរាប់ពាន់អីទេគ្រួសារយើងដែរហ្នឹងតើឥឡូវវានៅមានរបៀបថាយើងនៅមានស្នាមមកបងបាទវានៅស្នាមហើយករណីដែលខ្ញុំត្រូវរបស់គេហ្នឹងគឺវាមាន2ដងបងការខ្ញុំនៅរៀនម្ដងដែរតែអាហ្នឹងតែមើលអាកាសក្រោយបាទបងបាទហើយអរគុណច្រើនបងដែលក្លាហានក្នុងការចែកម្លែកហើយសង្ឃឹមថាបងរីកចម្រើនក៏ដូចជាអត់ជួបរឿងកើតឡើងតែចោះបងអាចកាន់ដៃគ្នាហើយឆ្លងទុក្ខលំបាកមួយនេះ